ដល់ម្នាក់ដែលគាត់ធ្វើការនៅលើ website មួយដែលមានឈ្មោះថា OnlyFans អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយ OnlyFans គឺសម្បូរទៅដោយនារីបងអូនដែលគាត់ចូលចិត្តស្លៀកពាក់ខោអាវលិចលើលិចក្រោមឬក៏តែខោអាវហៅទឹករំកាច់រៀងនេះកាច់រៀងនោះហើយសម្បូរបរោះគាត់ទៅលើនឹងទៅ subscribe ដើម្បីមើលបងអូនទាំងអស់នោះតាម model ម្នាក់នេះឈ្មោះ Courtney Clancy អាយុ27ឆ្នាំគាត់នេះត្រូវបានប៉ូលីសនៅក្នុងរដ្ឋ Florida ចោទប្រកាន់គាត់ថាគាត់បានចាក់សម្លាប់សង្សារខ្លួនឯងសង្សាររបស់គាត់ឈ្មោះ Christine អាយុ27ឆ្នាំក្នុង Courtney នេះគាត់គឺជាមនុស្សម្នាក់មានភាពល្បីល្បាញនៅលើ OnlyFans ហើយនឹងមានភាពល្បីល្បាញនៅលើ Instagram Instagram របស់គាត់នេះមានអ្នក follow រហូតដល់2លានអ្នកជាងចា Courtney នេះហើយនឹង Christine នេះពួកគេបានតាក់ទងគ្នាប្រហែលជារយៈពេល2ឆ្នាំចាមុននឹងពេលមានរឿងរ៉ាវកើតឡើងនៅក្នុងខែ4ឆ្នាំ2022មិត្តភ័ក្តិជិតស្និទ្ធហើយនឹងអ្នកជិតខាងដែលរស់នៅជិតអាផាតមិននឹងបាននិយាយថាគេតែងតែលើខួតនេះហើយនឹងលោក Christine នេះឆ្លោះគ្នាជាញឹកញាប់ព្រោះអីខួតនេះគាត់គឺជាមនុស្សស្រីម្នាក់ឆេវឆាវចាមានរឿងអីតិចតួចគាត់តែងវាយនេះវាយនោះគាត់តែងតែប្រើពាក្យអាក្រក់ឬក៏បោកនេះបោកនោះនិយាយទៅគូស្នេហ៍មួយគូនោះគឺមានភាពល្បីល្បាញមែនទែននៅអាកន្លែងអាផាតមិនកន្លែងគេជួលហ្នឹងប៉ុន្តែមិនមែនល្បីល្បាញតែភាពអែមល្ហែមទេគឺល្បីល្បាញខាងផ្នែកវាយតបគ្នាឆ្លោះគ្នាចេះបចោលគ្នាចឹងទៅចានិយាយទៅអ្នកជិតខាងតែហៅប៉ូលីសមិនតិចដងឯងបងប្អូនចាំមុននឹងឈានដល់មានរឿងរ៉ាវដ៏ធំនៅក្នុងខែ4ហ្នឹងគេតែងតែហៅប៉ូលីសទៅនិយាយថាអូយបន្ទប់មួយនេះដូចជាលឺខ្លាំងលឺតែស្រែកលឺតែគប់លឺតែរំខានដល់អ្នកជិតខាងដល់ពេលអញ្ចឹងប៉ូលីសទៅសួរនាំអីតិចតួចអញ្ចឹងទៅក៏ប្រាប់ថាពួកខ្ញុំបានឆ្លោះគ្នាតែឥឡូវបានគ្រាន់អញ្ចឹងហើយមិត្តភ័ក្តិរបស់ខួតនេះហើយនឹង Christine នេះបាននិយាយថាខួតនេះពេលដែលឆ្លោះគ្នាម្ដងតែងតែវាយទាត់Christine ជាញឹកញាប់ចាយើងស្ដាប់ទៅវាដូចជាមិនសូវទំនងទេព្រោះអីភាគច្រើនអំពើហិង្សាយើងតែងតែឮថាបុរសវាយធ្វើបាបស្ត្រីប៉ុន្តែក្នុងករណីនេះគឺវាផ្ទុយខួតនេះផ្ទះក៏ភ្លៀង Christine ផងផ្ទះ Christine ផងធ្វើនេះធ្វើនោះទាត់ផងរឿងរ៉ាវធំវាបានកើតឡើងនៅល្ងាចថ្ងៃទី3ខែ4ឆ្នាំ2022នៅអាផាតមិនដែលខួតនេះហើយនឹងលោក Christine នេះបានរស់នៅជុំគ្នានៅក្នុងទីក្រុង Miami រដ្ឋ Florida គឺក្នុងអំឡុងពេលប្រហែលជាម៉ោង5ជាងនេះខួតនេះផ្ទាល់តែម្ដងបានទៅប៉ូលីសហើយស្រែកថាខ្ញុំនេះទៅតែចាក់សង្សាររបស់ខ្ញុំពេលដែលប៉ូលីសទៅដល់នេះគេឃើញខួតនេះខ្លួនគឺប្រឡាក់សុទ្ធតែឈាមហើយគេសួរនាំទៅគាត់ថាខ្លួនគាត់ប្រឡាក់ឈាមច្រើនគឺដោយសារតែគាត់ព្យាយាមបញ្ឈប់ឈាមសង្សាររបស់គាត់ចាអញ្ចឹងគេក៏យក Christine នេះដាក់ឡានពេទ្យបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះប៉ុន្តែដោយសារតែរបួសគាត់វាធ្ងន់ធ្ងរខ្លាំងពេកគាត់ក៏បាត់បង់ជីវិតដល់ពេលអញ្ចឹងគេក៏បានដាក់ខ្នោះដៃខូតនេះហើយបាត់យកគាត់ទៅប៉ោះប៉ូលីសខូតនេះនិយាយថាមុននឹងមានរឿងរ៉ាវដ៏ធំនឹងល្ងាចនឹងគឺគាត់ហើយនឹង Christine នេះបានឆ្លោះគ្នាខ្លាំងគាត់ថា Christine នេះព្យាយាមច្បាច់កគាត់ម្ល៉េះហើយគាត់ក៏ស្វែស្វាបានកបិតចាក់ Christine នេះគឺដោយសារតែចាក់ការពារខ្លួនមិនមែនចាក់មានបំណងសម្លាប់ទេចាក់ខូតនេះនិយាយសក់និយាយគាត់ព្យាយាមសម្លាប់ខ្លួនឯងបងប្អូនដល់ទៅពេលប៉ូលីសឃើញចឹងប៉ូលីសក៏បានយកខូតនេះចេញពីបន្ទប់នឹងហើយបញ្ជូនគាត់ទៅពេទ្យផ្នែករោគចិត្តចាក់ក្នុងអំឡុងពេលហ្នឹងគេអត់ទាន់ចោទប្រកាន់ខូតនេះពីបទសម្លាប់លោក Christine នេះចាព្រោះអីចម្លើយរបស់គាត់និយាយថាគាត់ធ្វើហ្នឹងគឺដើម្បីការពារខ្លួនគេអត់ទាន់មានព័ត៌មានលម្អិតច្បាស់លាស់គេក៏អនុញ្ញាតឲ្យគាត់ចេញខួតនេះគាត់បានផ្លាស់ប្ដូរខ្លួនរបស់គាត់នេះទៅខាងកោះហាវ៉ៃចាគាត់ចូលមណ្ឌលអ្នកមានបញ្ហាសតិអារម្មណ៍ហ្នឹងនៅខែ8ប៉ូលីសនៅលើកោះហាវ៉ៃហ្នឹងក៏បានចាក់ខួតនេះចេញពីកន្លែងដែលគាត់កំពុងតែព្យាបាលខាងផ្នែកសតិអារម្មណ៍គាត់នៅពេលគេចាប់គាត់ពីមណ្ឌលនឹងមកចោទគាត់ពីបទសម្លាប់សង្សាររបស់គាត់ Christine ដែលលើកោះហាវ៉ៃហ្នឹងគេក៏ចាប់ដើមឡើងតុលាការដើម្បីប៉ូលីសនៅខាងរដ្ឋ Florida នេះសុំច្បាប់ប៉ូលីសពីខាងកោះហាវ៉ៃនឹងដឹកជញ្ជូនខួតនេះមកចូលតុលាការនៅខាងរដ្ឋ Florida វិញចាព្រោះអីនឹងគឺជាកន្លែងកើតហេតុគេយកខូតនេះមកដល់រដ្ឋ Florida នេះគឺគាត់ចូលពន្ធនាគារហើយតុលាការមិនអនុញ្ញាតឲ្យគាត់ចេញក្រៅឃុំឃាំងដើម្បីរងចាំការឡើងតុលាការធំទេចារហូតមកដល់ថ្ងៃនេះរឿងក្តីនឹងនៅអត់ទាន់ជាប់នៅឡើយទេទោះជាវាបានកើតឡើងរយៈពេល2ឆ្នាំហើយក៏ដោយប៉ុន្តែធម្មតារឿងក្តីវាញ៉ែញ៉ៃចេះហើយជនរងគ្រោះបាត់បង់ជីវិតទៀតហើយអត់មានសាក្សីនៅកន្លែងកើតហេតុនិយាយថារឿងនេះវាបានកើតឡើងចេះដល់ពេលអញ្ចឹងរឿងក្តីនឹងវាប្រើរយៈពេលយូរមែនទែនហើយមេធាវីរបស់ខួតនេះព្យាយាមថារឿងនេះវាកើតឡើងដោយសារតែខួតនេះការពារខ្លួនប៉ុន្តែក្រុមគ្រួសាររបស់លោក Christine គាត់និយាយថារឿងរ៉ាវក្តីនេះមិនមែនជារឿងរ៉ាវក្តីការពារខ្លួនទេព្រោះអីខូតនេះ
ជាប្រចាំតែងទៅវាយធ្វើបាបលោកគ្រីស្ទានចាដល់ពេលអញ្ចឹងពេលខ្លះគាត់ខំមួម៉ៅទៅគាត់យកនេះយកនោះមកវាយគ្រីស្ទានអញ្ចឹងទៅដល់ពេលចៃដន្យនេះបានកបិតខំខ្លាំងក៏ចាក់លោកគ្រីស្ទានតែម្ដងដល់ពេលចាក់ហើយបែរជាដឹងខ្លួនតែខ្លួនឯងខុសនឹងគឺជាពេលដែលខូតនេះព្យាយាមជួយលោកគ្រីស្ទានចានឹងគឺជាអ្វីដែលគ្រួសាររបស់គ្រីស្ទាននេះគិតចាដល់ពេលអញ្ចឹងគ្រួសាររបស់គ្រីស្ទាននេះក៏បានប្តឹងខូតនេះពីបទសម្លាប់កូនរបស់ពួកគេហើយបានប្តឹងខូតនេះចំនួន$50,000ដែរប៉ុន្តែរឿងក្តីនឹងវាអត់ទាន់ជាប់នៅឡើយទេហើយមេធាវីរបស់ខូតនេះថាខូតនេះគ្មានលុយដល់តែ$50,000ដើម្បីសងទៅឲ្យក្រុមគ្រួសារជនរងគ្រោះហេចាប៉ុន្តែក្រុមគ្រួសារជនរងគ្រោះនិយាយថាខូតនេះគួរតែមានលុយព្រោះអីគាត់ធ្វើការនៅ OnlyFans នឹងគាត់រកលុយបានច្រើនបន្ទាប់មកគាត់នៅលើ Instagram ល្បីល្បាញដែរអញ្ចឹងគាត់អាចលក់អីវ៉ៃអវ៉ាន់ឡានឬក៏អ្វីដែលគាត់មាននឹងអាចយកលុយនឹងទៅសងជំងឺចិត្តក្រុមគ្រួសារជនរងគ្រោះបានបន្ទាប់មកទៀតនៅដើមខែ1ឆ្នាំ2024ប៉ូលីសនៅក្នុងរដ្ឋ Texas ចាបានចាប់ឪពុកម្ដាយរបស់ខូតនេះហេតុអ្វីបន្ទាប់ពីក្រុមការងារក្រុមប៉ូលីសគេសម្អាតបន្ទប់សម្អាតឈាមអីនឹងអស់ហើយគឺមានអីវ៉ៃអវ៉ាន់របស់ខូតនេះដល់ពេលអញ្ចឹងឪពុកម្ដាយរបស់ខូតនេះបានទៅបន្ទប់របស់ខូតនេះរៀបចំអីវ៉ាន់អីចឹងទៅគេក៏បានឃើញកុំព្យូទ័ររបស់លោកគ្រីស្ទៀននៅតាមច្បាប់របស់ប្រទេសអាមេរិកបើសិនជាម្ចាស់គេនិយាយថាអ្នកឯងមិនអាចប៉ះពាល់កុំព្យូទ័រខ្ញុំបានទេគឺយើងគ្មានសិទ្ធិអីអាចចាប់គុកបានដល់តែពេលអញ្ចឹងឪពុកម្ដាយរបស់ខូតនេះបានលួចយកកុំព្យូទ័ររបស់លោកគ្រីស្ទៀននេះយកទៅជាមួយនឹងខ្លួនរបស់គេទៅរដ្ឋ Texas ដោយគេអត់បានឲ្យកុំព្យូទ័រនឹងទៅប៉ូលីសទេចាកុំព្យូទ័រនឹងអាចជាវត្ថុតាងមួយដ៏សំខាន់មានអ្វីមួយយ៉ាងនៅក្នុងកុំព្យូទ័រនឹងដែលអាចចងខ្លួនខូតនេះបានដល់តែពេលឪពុកម្ដាយរបស់ខូតនេះយកទៅដល់រដ្ឋ Texas ម្ដាយរបស់ខូតនេះហើយនឹងខូតនេះចាប់ផ្ដើមនិយាយគ្នាឆ្លើយឆ្លងតាមទូរស័ព្ទនិយាយថាតើអ្នកឯងអាចដឹងពី password ឬក៏ pin code ដើម្បីចូលទៅក្នុងកុំព្យូទ័រនឹងអត់ខូតនេះក៏បានឲ្យឯងសាកដាក់លេខនេះមើលទៅដាក់ទៅឪពុករបស់ខូតនេះដាក់ចុះដាក់ឡើងក៏បានលេខចូលគាត់ក៏បានប្រាប់ខូតនេះថាលេខនឹងដាក់ត្រូវហើយគាត់ដល់ពេលអញ្ចឹងគេឃើញការសន្ទនាជាច្រើនតាក់ទងជាមួយនឹងដែលថាខូតនេះចាប់ចាក់សម្លាប់គ្រីស្ទៀនហើយនឹងអ៊ីមែលខ្លះដែលគាត់និយាយជាមួយពុកម្ដាយគាត់នេះព្យាយាមជួយខូតនេះចាព្យាយាមជួយលាក់ថាអំពើដែលខូតនេះធ្វើដោយចេតនាមិនមែនធ្វើដោយសារតាគ្រីស្ទៀននេះចាប់ច្បាច់កគាត់ហើយគាត់រកអីឃើញគាត់ក៏បានក្បត់ចាក់គ្រីស្ទៀននេះចាដល់ពេលអញ្ចឹងគេក៏ចាប់ឪពុកម្ដាយរបស់គាត់ពីរដ្ឋ Texas គេក៏បាននាំគាត់ចូលប៉ូលីសហើយបន្ទាប់មកនាំពួកគាត់ចូលតុលាការប៉ុន្តែពួកគាត់ឥឡូវហ្នឹងគឺនៅក្រៅឃុំឃាំងសិនដោយសារតែពួកគេបង់លុយចំនួនម្នាក់$5,000ចេញក្រៅឃុំឃាំងសិនចាប៉ុន្តែទោសរបស់ឪពុកម្ដាយរបស់ខូតនេះប្រហែលជាមិនធ្ងន់ធ្ងរដល់ថ្នាក់ចូលពន្ធនាគាររាប់ឆ្នាំទេចាព្រោះអីពួកគាត់ធ្វើខុសច្បាប់ដែរប៉ុន្តែវាខុសច្បាប់ស្រាលចាម្ល៉េះហើយយើងចាំមើលទៀតថាពួកគាត់នេះត្រូវជាប់ពន្ធនាគារឬក៏គ្រាន់តែឲ្យគាត់ធ្វើការជូនរដ្ឋអីចឹងទៅដូចខ្ញុំនិយាយចឹងវារយៈពេល2ឆ្នាំជាងហើយប៉ុន្តែនៅតែអត់ទាន់បានសម្រេចទៀតថាតើខូតនេះនឹងចូលពន្ធនាគាររយៈពេលប្រហែលឆ្នាំឬក៏នាងរួចពីទោសអីចឹងទៅចាប៉ុន្តែគេបានបង្ហាញភស្តុតាងមួយទៀតថាខូតនេះនៅក្នុងឆ្នាំ2020ពួកគេបានទៅ Las Vegas ជុំគ្នាចឹងទៅប៉ូលីសនៅក្នុងទីក្រុង Las Vegas ហ្នឹងក៏បានចាប់ខូតនេះម្ដងដែរប៉ុន្តែអត់មានទោសអីធ្ងន់ធ្ងរគ្រាន់តែហៅពមៀនអីចឹងទៅគឺដោយសារតែគាត់ទាស់សម្ដីគ្នាជាមួយគ្រីស្ទីននេះគាត់យកកែវស្រាហ្នឹងគប់ក្បាលគ្រីស្ទីនបែកចេញឈាមអីចឹងទៅចាទៅភស្តុតាងបង្ហាញទៀតថាខូតនេះគឺជាស្រីម្នាក់ចូលចិត្តប្រើអំពើហិង្សាពេលដែលនិយាយពីរឿងប្រើអំពើហិង្សាមនុស្សយើងភាគច្រើនតែងតែគិតថាបុរសជាអ្នកធ្វើតែក្នុងករណីនេះវាអត់អញ្ចឹងទេករណីនេះប្រុសជាអ្នកស្រីវិញត្រូវទះត្រូវគប់កែវអីចឹងទៅចាអ្នកទាំងអស់គ្នាគិតថាខូតនេះគាត់ធ្វើនេះគឺដោយអចេតនាឬក៏គាត់ធ្វើដោយចេញពីកំហឹងរបស់គាត់ចារបៀបដូចថាឆ្លោះគ្នាដែរចង់ឈ្នះខ្ញុំនឹងអាប់ដេតបន្ថែមទៀតបើសិនជាមានព័ត៌មានលម្អិតថាតើតុលាការហើយនឹងអ្នកអង្គុយស្ដាប់រឿងក្តីនឹងសម្រេចថាខូតនេះពិតជាមានទោសមែនឬក៏ទៅជាយ៉ាងណាចា